នេះក្រុងបៃដងនៃទីក្រុង Los Angeles ដែលជាកម្លាំងដែលតម្រូវការមិនទាន់សម្រាប់លំនៅឋានតម្លៃសមរម្យជួបនិងឱកាសគ្មានព្រំដែនចក្ខុវិស័យផ្លាស់ប្ដូរកំពុងកើនឡើង The Canvas at Camellia មានទីតាំងនៅលេខ9444 Camellia Avenue ក្នុងសង្កាត់ NoHo Arts គម្រោងដែលគួរឲ្យទាក់ទាញនេះមិនគ្រាន់តែជាការសាងសង់ផ្ទះប៉ុណ្ណោះទេវាកំពុងបង្កើតខ្សែជីវិតរបស់ទីក្រុងដែលមានវិបត្តិសូមស្វាគមន៍មកកាន់ NoHo ដែលជាសង្កាត់ដែលពោពេញដោយភាពច្នៃប្រឌិតថាមពលចម្រុងមានភាពរស់រវើកនៃវប្បធម៌នៅទីនេះរោងម្ហូបថេបវិចិត្រសាលនិងសហគមន៍ដែលរីកចម្រើនបានបញ្ចូលគ្នាបង្កើតជាមជ្ឈមណ្ឌលមួយដែលស្វែងរកការពេញនិយមបំផុតរបស់ LA សម្រាប់ការរីកចម្រើនមិនឆ្ងាយប៉ុន្មានទេ District NoHo គឺជាការអភិវឌ្ឍប្រើប្រាស់ចម្រុះទំហំ 11.8 ហិកតានៅស្ថានីយ៍ North Toy Road Metro កំពុងកើនឡើងជាគម្រោងតម្រង់ទឹកឆ្លងកាត់ដ៏ធំជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ Metro ដែលមាន Apartment ជាង 1,400 កន្លែងកន្លែងលក់រាយការិយាល័យនិងកន្លែងទំនេរ2ហិកតាខណៈដែល District NoHo រួមបញ្ចូលអត្រាទីផ្សារនិងឯកតាចំណូលចម្រុះផ្ទៀងក្រណាស់នៅ Camellia ឈរដែលពីគ្នាជាចម្រុះដែលមានតម្លៃសមរម្យ 100% គឺជាសមិទ្ធផលដ៏សំខាន់នៅសង្កាត់ដែលញាក់ជួលដែលមានចំណូលបន្ថែម 500,000 នាក់នៅទូទាំងខេត្តពិបាកស្វែងរកលំនៅឋានក្នុងនាមជាគម្រោងប្រតិបត្តិ ED1 ផ្ទាំងក្រណាត់នៅ Camellia ប្រើប្រាស់ផ្លូវបង្កើនល្បឿនរបស់ទីក្រុងដើម្បីដោះស្រាយការបន្ទាន់សម្រាប់លំនៅឋានរបស់ LA ការអនុម័តងាយស្រួលរបស់ ED1 ដោះលោកដងស៊ីតេសំខាន់និងការលើកទឹកចិត្តដែលផ្ដល់សិទ្ធិអំណាចដល់អវផាត់ដូចជារបស់យើងដើម្បីប្រតិកម្មផ្ទះដែលត្រូវការបន្ទាន់ជាពិសេសបានលឿនជាងដែលមានអ្នកជួលដែលមានចំណូលទាបជាង50,000 នាក់នៅក្នុងខេត្ត Los Angeles ដែលកំពុងតស៊ូស្វែងរកលំនៅឋានដែលមានតម្លៃសមរម្យគម្រោងនេះមិនគ្រាន់តែទាន់ពេលវេលានោះទេវាគឺជារឿងចាំបាច់ប៉ុន្តែផ្ទាំងក្រណាត់នៅ Camellia គឺច្រើនជាងឥដ្ឋនិងបាយអវាគឺជាសក្ខីតិកពីភាពជាដៃគូនិងជំនាញដឹកនាំដោយអ្នកអភិវឌ្ឍនិងអ្នកមកការទូទៅដែលមានបទពិសោធន៍ជាមួយកំណឹកត្រាមើលប្រពែនដែលត្រូវបានបង្ហាញហើយគឺ544ជំនិតបានសាងសង់ជោគជ័យនិងស្ថិរភាពទូទាំង LA និងអ្នកប្រឹក្សាការប្រើប្រាស់ដីនៅត្រឡប់មកវិញជាមួយក្រុមការងារនេះគឺប្រជុំចក្ខុវិស័យជាមួយនឹងការអនុវត្តនៃពួកគេបទពិសោធន៍របស់ពួកគេធានាថា Camellia នឹងមិនត្រឹមតែការឡើងជាមួយប្រសិទ្ធភាពប៉ុណ្ណោះទេប៉ុន្តែនឹងតាមស្តេចការរបស់សហគមន៍ការសាងសង់ចាប់ផ្ដើមនៅកណ្ដាលឆ្នាំ2025ដែលគេគ្រោងថានឹងបញ្ចប់នៅក្នុងរយៈពេល15ដល់18ខែការប្រគំជើងបែបនេះមិនគ្រាន់តែជាការលេងបីទេនោះទេវាគឺជាការបង្ហាញដែលបញ្ជាក់នៃការអភិវឌ្ឍឆ្លងកាត់ដ៏ធំជាងគេនៅប្រវត្តិសាស្ត្ររបស់ Metro សម្រាប់អ្នកវិនិយោគផ្ទាំងក្រណាត់ at Camellia តំណាងឲ្យការរៀបចំគោលបំណងនៃគោលបំណងនិងប្រាក់ចំណេញទីនេះដើមទុនរបស់អ្នកដំណើរឡើងច្រើនជាងកៅដែលបានជាវិញវាជំរុញឲ្យមានផលប៉ះពាល់ដល់សង្គមដើម្បីជំរុញអនាគតទីក្រុងដែលមានចម្រុះ